ព្រះលក្ខស្ដាប់ព្រះបញ្ជាហើយបេះដូងរន្ធត់ប៉ុន្តែព្រះអង្គមិនអាចជំទាស់នឹងរាជបញ្ជាបានឡើយព្រះលក្ខនាំនាងសីតាចេញពីព្រះរាជវាំងចូលទៅក្នុងព្រៃឆ្ងាយព្រៃនោះស្ងាត់ជ្រៅសំឡេងសត្វព្រៃបន្លឺពីចម្ងាយខ្យល់ត្រជាក់ប៉ះស្លឹកឈើហាក់ដូចជាធម្មជាតិក៏កំពុងសោកស្ដាយចំពោះវាសនានាងសីតាដែរនៅតាមផ្លូវព្រះលក្ខទួញយំដោយអាណិតព្រះនាងព្រះអង្គដឹងច្បាស់ថានាងសីតាមានគភ៌ហើយនាងគ្មានទោសព្រះនាងសីតាឃើញចិត្តមេត្តានិងភក្ដីភាពរបស់ព្រះលក្ខក៏ធ្វើជាខឹងបង្ខំឲ្យព្រះលក្ខបំពេញព្រះបញ្ជារបស់ព្រះរាមដើម្បីកុំឲ្យព្រះលក្ខមានទោសព្រះលក្ខលើកព្រះខ័នឡើងដោយដៃញ័រនិងចិត្តឈឺចាប់ព្រះអង្គបំរុងនឹងចាក់នាងសីតាប៉ុន្តែព្រះខ័ននោះមិនមែនជាអាវុធសម្រាប់ជីវិតឡើយព្រះខ័ននោះបែរជាប្រែคล้ายទៅជាកម្រងផ្កាពាក់លើករបស់នាងសីតាព្រះលក្ខនិងនាងសីតាភ្ញាក់ផ្អើលឈឺចិត្តនិងរន្ធត់រហូតដួលសន្លប់ទៅលើដីលុះដល់ពេលយប់ទឹកសន្សើមធ្លាក់លើផ្កាព្រៃនាងសីតាដឹងខ្លួនឡើងវិញហើយឃើញព្រះលក្ខនៅតែដេកសន្លប់ជិតខ្លួនមិនយូរប៉ុន្មានព្រះលក្ខក៏ដឹងខ្លួនហើយសួរពីហេតុការណ៍អស្ចារ្យនេះនាងសីតាដោះកម្រងផ្កាពីកហើយប្រគល់ទៅឲ្យព្រះលក្ខភ្លាមកម្រងផ្កានោះក៏ប្រែទៅជាព្រះខ័នវិញដូចដើមព្រះលក្ខក្រាបថ្វាយបង្គំនាងសីតាដោយទឹកភ្នែកព្រះអង្គសូមឲ្យព្រះនាងយាងចូលព្រៃឲ្យបានសុខសាន្តចំណែកខ្លួនត្រូវត្រឡប់ទៅព្រះនគរតាមវាសនាដែលមិនអាចគេចផុតបានមុនត្រឡប់ព្រះលក្ខបានជួបសត្វត្រីមួយស្លាប់នៅលើផ្លូវដែលព្រះអិនបាននិមិត្តទុកជាបុព្វនិមិត្តព្រះលក្ខយកព្រះខ័នវះយកថ្លើមសត្វនោះទុកជាភ័ស្តុតាងនាំត្រឡប់ទៅថ្វាយព្រះរាមពេលព្រះរាមទតឃើញថ្លើមនោះព្រះអង្គកាន់តែយល់ច្រឡំហើយមានព្រះបន្ទូលថានាងសីតាពិតជាមានចិត្តអាក្រក់ពេកហើយខាងនាងសីតាវិញបន្ទាប់ពីព្រះលក្ខចាក់ចេញទៅព្រះនាងនៅតែម្នាក់ឯងក្នុងព្រៃជ្រៅព្រះនាងមានគភ៌ចិត្តគ្រប់ខែហើយត្រូវដើរកាត់ព្រៃទាំងទឹកភ្នែករាល់ជំហានរបស់នាងពោពេញទៅដោយទុក្ខសោកព្រះនាងមិនខឹងព្រះរាមទេប៉ុន្តែឈឺចិត្តចំពោះវាសនាដែលបានបំបែកនាងពីស្វាមីមកដល់ពេលកូនចិត្តកើតក៏នៅត្រូវរស់នៅក្នុងព្រៃព្រះអិនកោសីទតឃើញទុក្ខលំបាករបស់នាងសីតាក៏មានព្រះទ័យអាណិតព្រះអង្គបាននិមិត្តខ្លួនជាមហិង្សរាជដើរទៅរកនាងសីតាសួរនាំដំណើររឿងទាំងអស់ក្រោយដឹងដើមហេតុព្រះអិនបាននាំព្រះនាងទៅកាន់អាស្រមឥសីមួយនៅក្នុងព្រៃនៅទីនោះមានឥសីមហាព្រាហ្មណ៍មួយអង្គឈ្មោះឥសីវជ្ជប្រវឹកព្រះឥសីបានសួរនាងសីតាអំពីដំណើររឿងពេលដឹងថានាងជាព្រះមហេសីរបស់ព្រះរាមហើយកំពុងមានគភ៌ឥសីក៏មានចិត្តមេត្តាព្រះអង្គបានសូត្រវេទមន្តបង្កើតអាស្រមមួយសម្រាប់ឲ្យនាងសីតាស្នាក់នៅនិងថែរក្សាគភ៌រហូតគ្រប់10ខែពេលគ្រប់ខែនាងសីតាបានប្រសូតបុត្រមួយអង្គមានរូបរាងរុងរឿងស្រស់ថ្លានិងមានសេចក្តីថ្លៃថ្នូរដូចព្រះរាមព្រះនាងអោបកូននៅក្នុងដៃទឹកភ្នែកហូរចុះមកលើមុខកូនតូចនាងនឹកដល់អតីតកាលនឹកដល់ព្រះរាមនិងគិតដល់វាសនារបស់កូនដែលកើតមកក្នុងព្រៃឆ្ងាយពីបិតាដើម្បីទុកជាសញ្ញាចងចាំនាងបានដោះចិញ្ចៀនព្រះទម្រង់ចងនៅដៃរាជបុត្រតូចថ្ងៃមួយនាងសីតាបានដាក់កូនដេកក្នុងអង្រឹងហើយផ្ញើឲ្យលោកតាឥសីមើលថែខណៈនាងចុះទៅងូតទឹកនិងដងទឹកនៅទន្លេជិតអាស្រមនៅតាមផ្លូវនាងឃើញហ្វូងសត្វខ្លះអោបកូនពីមុខពីក្រោយទិដ្ឋភាពនោះធ្វើឲ្យព្រះនាងនឹកឃើញកូនខ្លួនហើយគិតថាម្ដាយមិនគួរចោលកូនសូម្បីតែបន្តិចឡើយដោយការព្រួយបារម្ភនាងសីតាប្រញាប់ត្រឡប់ទៅអាស្រមវិញពេលនាងទៅដល់ឥសីកំពុងបិទភ្នែកភាវនានាងមិនចង់រំខានលោកតាឥសីក៏លួចលើកកូនចេញពីអង្រឹងហើយប្រកូនទៅជាមួយពេលឥសីបើកព្រះនេត្រមិនឃើញរាជកុមារនៅក្នុងអង្រឹងព្រះអង្គភ្ញាក់ផ្អើលយ៉ាងខ្លាំងឥសីរត់រកគ្រប់ទីកន្លែងជុំវិញអាស្រមប៉ុន្តែមិនឃើញក្មេងឡើយដោយក្តីព្រួយនិងស្មានថាកូននាងសីតាបាត់បង់ទៅព្រះឥសីបានយកក្តារខៀនមកគូររូបកុមារនោះហើយធ្វើពិធីបូជាអគ្គីដោយអំណាចវេទមន្តកុមារមួយអង្គដែលមានជីវិតបានកើតឡើងពីពិធីហើយឥសីបានដាក់ឲ្យដេកនៅក្នុងអង្រឹងដូចមុនមិនយូរប៉ុន្មាននាងសីតាក៏ត្រឡប់មកអាស្រមវិញដោយប្រកូនពិតនៅក្នុងដៃពេលឥសីឃើញបែបនេះព្រះអង្គភ្ញាក់ផ្អើលហើយមានពុទ្ធដីកាបន្ទោសនាងថាហេតុអ្វីបានជាមកយកកូនទៅដោយមិនប្រាប់លោកតាសោះប៉ុន្តែរឿងដែលកើតឡើងហើយមិនអាចត្រឡប់វិញបានទេពេលនេះមានកុមារ2អង្គម្នាក់ជាបុត្រពិតរបស់នាងសីតានិងម្នាក់ទៀតជាកុមារដែលកើតឡើងដោយវេទមន្តរបស់ឥសីវជ្ជប្រវឹកដំបងគិតនឹងរំលាយរូបកុមារដែលព្រះអង្គបានជប់ឡើងនោះចោលប៉ុន្តែនាងសីតាបានអង្វរដោយទឹកភ្នែកសូមឲ្យឥសីទុកជីវិតកុមារនោះឲ្យរស់នៅជាមួយនាងដើម្បីឲ្យនាងមានកូន2អង្គជាទីពឹងក្នុងព្រៃ